ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការដំឡើងនៅ ASH ហើយនឹងធ្វើការ connect នៅ ASH នឹងអញ្ចឹងជាដំបូងយើងធ្វើការ allow នៅ network យើងធ្វើការមកស្ដាប់នៅវាមកយើងធ្វើការចូលមកកាន់នៅ setting យើងចូលទៅកាន់នៅ network ហើយថ្ងៃនេះយើងធ្វើការដូនយក file adapter នេះមកនេះវានឹងធ្វើការចូល auto មកកាន់កន្លែងនេះយើងធ្វើការយកនៅគេហើយកន្លែងនេះយើងធ្វើការយក allow all មកហើយធ្វើការចុច OK មកហើយបន្ទាប់ទៀតយើងធ្វើការ start វាមកថ្ងៃនេះធ្វើការ login នៅ user ឈ្មោះរបស់យើងសុខខុសតោះមកទីយើងធ្វើការ y sudo យើងធ្វើការ admin វាចឹងយើងធ្វើការ y command sudo apt enter តោះមកទីយើងធ្វើការ shutdown វាតោះទីខ្ញុំធ្វើការ share ពីតុនៅកន្លែង add ពីតុមួយខ្ញុំដាក់ឈ្មោះ add តោះពី backup ហើយធ្វើការ start វាវិញមកដើម្បីធ្វើការ install នៅ ASH
ការលុបពីអ្នកឈ្មោះរបស់យើងមកហើយយើងសុំធ្វើការវាយ command ដើម្បីធ្វើការ install sudo apt install open asa server Tadiយើងធ្វើការវាយ command sudo system control status enable now asa enter តោះតែយើងធ្វើការវាយនៅ command មួយទៀត sudo system ctl status asa គឺតបយើងវាយបានហើយយើងដាក់វា enable នេះហើយចំណុចបន្តមកទៀតតោះតែយើងធ្វើការវាយ command មួយទៀតsudoដែរhello ssa char OURWនេះមកយើងធ្វើការយកនៅ IP address ឃើញ172.20.10.15 នេះអូមែន.15នេះ172.172.20.12ចឹងយើងធ្វើការចូលមកកាន់ command យើងធ្វើការ ping វាឃើញថាអាច ping បានធ្វើការវាយ password របស់យើងមកតែមកទេយើងអាចវាយ command ថា who am I ដើម្បីសួរពីយើងជាអ្នកគេចេញមកហើយ pwd ចំពោះការ install នៅ ASA គឺមានតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាអរគុណលោកគ្រូ